មនុស្សស្រីស្រឡាញ់ងាប់ចោលមនុស្សប្រុសចេះរកស៊ីលក់ដូរខំបែកញើសកាខ្លះដើម្បីគ្រួសារប្រពន្ធកូនបែបនេះនរណាមិនសរសើរកុំខ្វល់អារឿងខ្លាចខ្មាស់គេចេះចោះអីសំខាន់ជួយមិនឲ្យប្រពន្ធលំបាកទេមនុស្សប្រុសអញ្ចឹងបានមើលទៅគេហៅប្រុសពិតមានទំនួលខុសត្រូវព្រោះប្រុសខ្លះអើយមិនដឹងស្អីនឹងស្អាយទេអញ្ចឹងមិនថារបររកស៊ីលក់សាច់គោអាំងរបស់គាត់គឺគាត់តស៊ូមែនតើបងប្រុសគឺគាត់អង្គុយលក់តែ2នាក់ទេហើយប្រពន្ធគាត់ឲ្យធ្វើការងារផ្សេងអញ្ចឹងទៅគាត់ប្រុសប៉ុន្តែគាត់ឈរលក់ដូរយ៉ាងមកអែមសំខាន់គឺភ្ញៀវពេញនៅម្ដុំផ្សារអូរស័យមិនមែនម្ដុំទេគឺជាប់ផ្សារអូរស័យច្រកទី7គាត់លក់សាច់គោអាំងឆ្ងាញ់មែនតើជាពិសេសគឺការប្រឡាក់គ្រឿងដាក់មកដិតអែមត្រូវណាជាមួយសាមរ៉ៃដាក់តកត្រជាក់រសជាតិកប់សេរីដែលបងប្អូនឆ្ងាញ់ដល់ដំណក់ចុងក្រោយនិយាយទៅពុកម៉ែបងប្អូនពេលដែលញ៉ាំកុំភ្លេចណាមូមើលគោរពដល់ផងមានរង្វាន់1លានមានរង្វាន់5000មានមួយដបមានអីជាច្រើនឪពុកម៉ែបងប្អូនទាំងកវលកំប៉ុងទាំងប្រភេទដបអញ្ចឹងកុំភ្លេចណាពិនិត្យមើលរង្វាន់ផងហើយកន្លែងលោកពូដែលគាត់ជាអ្នកលក់សាច់គោអាំងនំប៉័ងបឺនៅខាងអូរស័យនេះគឺគាត់លក់តពីម្ដាយគាត់មកជាង10ឆ្នាំហើយអ្នកណាជាមួយគាត់ជួយខមមិនមកព្រោះរសជាតិសាច់គោរបស់គាត់គឺគាត់ប្រឡាក់គ្រឿងមាននិយាយទៅគោស្លឹកគ្រៃមានគ្រឿងដិតនិយាយទៅគឺជាប់នឹងសាច់គោនឹងខំទៅគឺអត់ឲ្យយើងទលាន់ទេរសជាតិអែមសម្រាប់ខ្ញុំញ៉ាំសាច់គោរបស់គាត់ហើយជាប់ចិត្តមែនតើហើយជ្រក់របស់គាត់អីក៏ឆ្ងាញ់អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលជាអ្នកចូលចិត្តប្រភេទសាច់គោអញ្ចឹងគឺអាចមកសាកបាននៅអូស័យគាត់លក់ចាប់ពីម៉ោង4ល្ងាចរហូតដល់ម៉ោង8យប់តែសាច់គោគាត់មកចង្កា2000ហើយខ្ញុំចូលចិត្តខ្លាំងហ្មងគឺថ្លើមអាំងព្រោះខ្ញុំប្រភេទសាច់គោអាំងហ្នឹងខ្ញុំចូលចិត្តថ្លើមខ្លាំងជាងគេហើយអញ្ចឹងកន្លែងគាត់ថ្លើមក៏មានសាច់គោក៏មានហើយបងប្រុសគឺគាត់ចំណាប់ចំនួនបកែនិយាយស្ដីស្ដៅអីគឺគាត់ល្អមែនតើខ្ញុំទៅសារគាត់ដោយសារតែឃើញគាត់លក់ម្នាក់ឯង2នាក់ជាមួយក្មួយម្នាក់ទៀតអញ្ចឹងគឺគាត់លក់លឿនលះភ្ញៀវទៅដល់ចាំរៀងយូរបន្តិចព្រោះគាត់លក់ម្នាក់ឯងហើយណាមួយសាច់គោវាត្រូវការអាំងភ្លាមអញ្ចឹងវាអត់មានរបស់លឿនខ្ចប់ឲ្យបានភ្លាមទេយូរនឹងក្នុងន័យថាមានតាមលេខរៀងអញ្ចឹងណាភ្ញៀវមកច្រើននំប៉័ងបឺរបស់គាត់អីគាត់កាត់យកជ្រក់អីគាត់ទាំងធុងដាក់លក់អង្គុយមកកវិចអញ្ចឹងទៅសាមញ្ញគាត់គ្មានប្របាក់ទៅងើបទៅណាទេគាត់អង្គុយយើងលើកដាក់មកអាំងឯងទាំងបាច់ជ្រក់អីច្រកថងយកភ្លឹបលឿនភ្លាមនិយាយទៅមិនឲ្យភ្ញៀវស្ទះចិត្តខកចិត្តទេទៅដល់ភាគច្រើនសម្ដីគាត់និយាយលេងតជាមួយយើងរហូតអញ្ចឹងណាអញ្ចឹងនេះជាការរកស៊ីលក់ដូរមួយដែលគេហៅថារបៀបលក្ខណៈគ្រួសារប៉ុន្តែខ្លួន1ខ្លួន2ហ្នឹងឲ្យទៅថាចំណាប់ហើយលឿនគឺដឹងថាមកបាយ3ពេលមករស់ស្រួលគាត់ថាវារៀងហត់បន្តិចព្រោះរបរម្នាក់ឯងប៉ុន្តែអ្នកញ៉ាំចូលចិត្តណាអ្នកអញ្ចឹងណាគេអ្នកដែលចូលចិត្តរបៀបអង្គុយតុកសាមញ្ញអង្គុយរៀបរបៀបចောင်းហោងអីហ្នឹងគឺត្រូវហើយមកញ៉ាំសាច់គោកន្លែងគាត់ហ្នឹងគឺដឹងតែជាប់ចិត្តហើយមិនថារបរសាច់គោរបរអីក៏ដោយឲ្យតែថាអ្នកលក់ហ្នឹងចំណាប់លះដៃស្ទាត់ជំនាញអីហ្នឹងគឺចាស់និយាយមិនខុសទេធ្វើអីក៏ដោយឲ្យតែយើងស្ទាត់លុយដឹងតែរត់មករកយើងឲ្យដូចបងប្រុសអញ្ចឹងសាច់គោគាត់អាំងមិនទាន់ទេនិយាយទៅអាំងអស់ដាក់មកនិយាយថាអូយម្ទេសជ្រក់អីដាក់មកជាតិណាសាច់គោកន្លែងជាប់អញ្ចឹងកុំភ្លេចទៅសាអរគុណបាយបាយ